នេះលោកគ្រូមកតបចម្លើយអធិប្បាយរឿងខ្លះនៅក្នុងការដើរព្រៃហើយមានកូនចៅចូលមកខមមិនថាលោកគ្រូតើមានប្រគាថាដើរព្រៃមិនវង្វេងផ្លូវឬទេបើមានសូមលោកគ្រូជួយបង្រៀនដល់កូនចៅមួយមេផងអរគុណច្រើនលោកគ្រូអញ្ចឹងថ្ងៃនេះលោកគ្រូមកអធិប្បាយបន្តិចបន្តួចតាមចំណេះដឹងនិងគាថាសូត្រពេលវង្វេងផ្លូវដែលមាននៅក្នុងខាងចុងឃ្លីបនៅខាងចុងឃ្លីបគាថាហ្នឹងហើយការវង្វេងផ្លូវនេះគឺមានច្រើនករណីណាស់ក្នុងការដើរព្រៃទី1វង្វេងផ្លូវគឺវង្វេងនៅផ្លូវដែលយើងមិនធ្លាប់ដើរឆ្លងកាត់ទី2ខុសមាត់ខុសកម្ចាស់ព្រៃឬក៏អ្នកតាដែលនៅតំបន់នោះហ្នឹងវាប្រកាន់អាចធ្វើឲ្យយើងហ្នឹងដើរវង្វេងផ្លូវបានដែរហើយទី3គឺដើរចូលចំព្រៃដែលមានព្រានព្រៃគេចងគេហៅថាគេចងព្រៃឬក៏គេពាត់ព្រៃទី4ដើរតាក់វ័រវង្វេងគេមានគេហៅថាវ័រក្អែកវង្វេងវ័រហ្នឹងតដើរតាក់វាវង្វេងហើយដើរវង្វេងវល់ទៅមកនៅហ្នឹងហើយទី5ហ្នឹងបើយើងធ្លាប់មាននិស្ស័យនឹងការពាក់ព័ន្ធជាមួយនឹងមនុស្សក្នុងនគរអ្នកសច្ចាំងហ្នឹងក៏អាចដើរវង្វេងចូលនគរអ្នកសច្ចាំងបានដែរទី1ការដើរនៅផ្លូវដែលយើងមិនធ្លាប់បានដើរកាលពីចំនួនលោកគ្រូនៅដើរព្រៃច្រើនប្រើគ្រឿងសម្គាល់យើងដើរតាមផ្លូវបណ្ដើរនិងគូសគ្រឿងសម្គាល់បណ្ដើរឬក៏គូសថ្មឬក៏កាត់ដើមឈើណាបន្តិចធ្វើជាតម្រុយដើម្បីជាសម្គាល់ថាជាផ្លូវដែលយើងធ្លាប់ដើរឆ្លងកាត់អញ្ចឹងណាព្រានព្រៃគេកាត់មែកឈើចំណាំឬក៏គូសដើមតាមដើមឈើឬក៏គូសនឹងថ្មដុំកន្លែងចំណាំថាជាផ្លូវមួយទៀតបើសិនជាពេលយើងចង់ដឹងថាទិសណានៅខាងណានៅខាងណីអញ្ចឹងបើពេលថ្ងៃអញ្ចឹងគេឲ្យមើលព្រះអាទិត្យបើពេលយប់ហ្នឹងក៏ឲ្យមើលព្រះច័ន្ទឬក៏មើលផ្កាយបើព្រៃស៊ប់ទ្រប់យើងមិនអាចមើលមេឃមើលផ្កាយមើលខែឃើញទេនៅក្នុងព្រៃដែលយើងស៊ប់ទ្រប់អញ្ចឹងគេឲ្យទៅរកមើលដើមឈើណាធំអញ្ចឹងគេឲ្យស្ទាបត្រង់គាល់វាអញ្ចឹងបើសិនជាវាមានក្តៅអ៊ុនអានោះក៏ទិសខាងលិចហ្នឹងយើងដើរព្រៃមួយទៀតលោកគ្រូមើលវល្លិបើវល្លិដែលតោងឡើងដើមឈើហ្នឹងបើទោះបីជាវាដុះទៅទិសខាងណាក៏ដោយមុននឹងវល្លិនោះតោងទៅលើដើមឈើគឺវាចង្អុលទិសទៅទិសខាងកើតមុននឹងតោងលើដើមឈើនោះទី2ដើរព្រៃត្រូវប្រុងប្រយ័ត្នមាត់កមានន័យថាកុំនិយាយផ្ដេសផ្ដាសក្រែងខ្មោចព្រៃឬអ្នកតាវាប្រកាន់ធ្វើឲ្យយើងដើរវង្វេងក៏បានដែរនិយាយដល់រឿងនេះលោកគ្រូនឹកឃើញដល់មនុស្សម្នាក់ដែលនៅខេត្តឧត្តរមានជ័យនៅក្នុងព្រៃអូសមកាលនោះគេអួតប្រាប់និយាយទៅគេអួតប្រាប់តកង់អេសកាវ៉ាទ័រអញ្ចឹងណាតកង់អិចហ្នឹងគេថាព្រៃម្ដុំនឹងសតតែជាព្រៃអាចអញគេថាអញ្ចឹងណាអញដើរមិនក៏មិនវែងដែរគេនិយាយអញ្ចឹងគេនិយាយមួយតខ្នុកឬក៏តឆ្នុកហ្នឹងក៏តកង់អិចហើយម្នាក់ហ្នឹងក៏ធ្លាប់មានទស្សនវិជ្ជាមួយលោកគ្រូដែរតែលោកគ្រូមិនប្រកាន់ទេគឺធម្មតាគេនិយាយមិនក៏ដោយដល់ពេលយប់ហ្នឹងគេបបួលគ្នាដើរទៅបាញ់សត្វគេថាទៅបាញ់សត្វជាមួយខ្ញុំទៅដឹងឲ្យបានណាបើមិនបានឆ្លុះមិនក៏បានជ្រូកព្រៃដែរគេនិយាយអញ្ចឹងណាព្រោះព្រៃម្ដុំនេះសើព្រៃអាចគេអញ្ចឹងណាលោកគ្រូគិតថាអានឹងអួតអញ្ចឹងចាំមើលបន្តិចដឹងតែវែងផ្លូវហើយតែលោកគ្រូក៏មិនមាត់ដែរគ្រាន់តែក្នុងចិត្តណាដល់ពេលយប់អាធានឹងតែខ្នុកហើយនឹងអាអ្នកអួតហ្នឹងថាព្រៃអាចហ្នឹងណាមួយគេនាំគ្នាសង្ឃឹមគ្រប់គ្នាថាអូដើរទៅបាញ់យប់ហ្នឹងដឹងតែបានហើយបើមិនឆ្លុះក៏ជ្រូកព្រៃដែរ
មានឯណានាំគ្នាវិញពេញព្រៃមកយប់រកផ្លូវមកផ្ទះមិនឃើញដើរមិនដឹងជាដើរទៅទិសណាម៉ោង1ម៉ោង2យប់ហើយក៏នៅតែវិញផ្លូវពេញតែព្រៃហ្នឹងរកផ្លូវចេញមកមិនឃើញដល់អញ្ចឹងតែខ្នោះហ្នឹងក៏ទេមកបងឈួនឈុនលីបងឈុនឈុនលីហ្នឹងក៏ហ្នឹងក៏នៅជាមេការនៅក្នុងចំការអូសមហ្នឹងព្រៃអូសមហ្នឹងទេប្រាប់ថាអូពួកខ្ញុំវិញផ្លូវហើយឥឡូវធ្វើយ៉ាងណាទៅបានដើរតម្រង់មកកាន់ការឋានវិញបានអញ្ចឹងណាដល់ពេលអញ្ចឹងទៅបងឈុនឈុនលីហ្នឹងគាត់ពេលនោះបងឈុនឈុនលីដែលជាមេការហ្នឹងគាត់ក៏ដុតដើមឫស្សីមកគុំអាដើមឫស្សីវាងាប់មកគុំនឹងក្បែរហ្នឹងណាដែលចិត្តការឋានហ្នឹងក៏ដុតដើម្បីជាសញ្ញាប្រាប់ថាកន្លែងដែលមានភ្លើងឆេះផ្ទុះភូងផាំងហ្នឹងជាតំបន់ការឋានហើយតែខ្នោះនឹងមេការហ្នឹងក៏ទេតាក់តងគ្នាឲ្យឡើងដើមឈើខ្ពស់ហើយក៏លេចមើលជុំវិញបើឃើញភ្លើងឆេះនៅភ្នក់ភ្លើងធំនៅកន្លែងណាឲ្យដើរតម្រង់មកភ្នក់ភ្លើងកន្លែងនោះម៉ោងប្រហែលជា2ម៉ោង3យប់បានមកដល់ការឋានវិញម្នាក់អស់កម្លាំងនាំគ្នាបបរស៊ីទាំងយប់នេះហើយរបស់អាមនុស្សដែលអួតហឺហាហឹកហាក់ព្រៃអាចអញព្រៃម្ដុំហ្នឹងសើព្រៃអាចហ្នឹងហើយគេហៅថាមនុស្សអំនួតសត្វក៏មិនបានដើរវង្វេងព្រៃពេញមួយយប់បើមិនខ្មោចព្រៃក៏ជាអ្នកតាមម្ចាស់ព្រៃដែរដែលធ្វើឲ្យវង្វេងនោះឥឡូវនេះចូលមកដល់រឿងយើងវិញទី3គឺដើរចូលចំព្រៃដែលព្រានព្រៃគេចងព្រៃឬក៏គេពាត់ព្រៃមូលហេតុដែលព្រានព្រៃគេចងព្រៃនោះគឺជាព្រៃដែលសម្បូរសត្វមានសត្វជាច្រើននៅក្នុងតំបន់នោះដូច្នេះគេចងទុករកថ្ងៃក្រោយទៀតគេសូត្រឧបកិច្ចតាមអបិយជំនឿរបស់ព្រានព្រៃបានតែទៅរកបានតែក្រុមគ្នាគេណាយើងអ្នកផ្សេងចូលទៅរកបានទេអញ្ចឹងយើងអ្នកក្រោយហ្នឹងដើរទៅចំព្រៃដែលព្រានគេចងឬក៏គេពាត់ហ្នឹងណាធ្វើឲ្យយើងមើលទៅឃើញសត្វតែសត្វតែបាញ់មិនក៏បាញ់មិនត្រូវដែរជួនកាលហ្នឹងមើលឃើញគល់ឈើថាជាសត្វក៏មានដល់ពេលបាញ់ភុងទៅគល់ឈើសោះព្រានព្រៃខ្លះហ្នឹងជួបបែបនេះគាត់ក៏បានដឹងថាចូលចំព្រៃដែលគេចងគេពាត់ហើយក៏សូត្រស្រាយវិញគេហៅថាសូត្របើកព្រៃគេហៅថាសូត្របើកព្រៃវិញណាទើបអាចរកសត្វបាននឹងមិនវង្វេងផ្លូវជួនកាលព្រានព្រៃមុនហ្នឹងគេចេះចងដោយគាថាច្រើនមេហើយគេចងច្រើនជាន់ទៀតដល់ពេលព្រានស្ទើរភ្លើងចេះមិនដឹងខ្យល់អីហ្នឹងទៅសូត្រស្រាយតែមកមេពីមេហ្នឹងទៅវាមិនរួចជាមួយគេនៅវង្វេងហ្នឹងហើយរឿងច្បាប់ព្រានព្រៃនេះលោកគ្រូមានអធិប្បាយនៅคลิปមុនមកហើយខទី4នៅក្នុងព្រៃនៅកន្លែងខ្លះមានដុះដើមមិនដុះអាវ័សជាលក្ខណៈវ័សគេហៅវ័សក្អែកវង្វេងនេះកាលបើដើររំលងឬក៏ដើរតាក់ដើរកាត់ជួនកាលយើងដើរក្បែរវាតាក់វាមកបន្តិចហ្នឹងក៏ដើរវង្វេងដើរទៅដើរមកដើរទៅដើរមកនៅកន្លែងដដែលហ្នឹងបើយើងមិនសង្កេតឬក៏មានសតិមិនគ្រប់គ្រាន់ទេនឹងដើរចុះឡើងវល់ល្ងាចនៅក្នុងហើយស្លឹកវល្លិក្អែកវង្វេងនោះបើយើងយកមកបញ្ចុះគាថាព្រះពុទ្ធ16ឬគេហៅថាបច្ចៅ16ហើយក៏សេកដោយវិគាថាហ្នឹង108ចប់ដាក់រយនៅកន្លែងដែលយើងដាក់ទ្រព្យសម្បត្តិពេលដែលយើងចេញចោលផ្ទះច្រើនថ្ងៃបើមានអ្នកចូលមកលួចទ្រព្យសម្បត្តិរបស់យើងវានឹងយកចេញទៅណាមិនរួចឡើយអាហ្នឹងស្លឹកវង្វេងហ្នឹងណាមានដុះនៅតាមព្រៃភ្នំគេលួចទ្រព្យសម្បត្តិរបស់យើងចេញយកទៅណាមិនកើតទេទ្រព្យសម្បត្តិយើងហ្នឹងគឺគេលួចយកទៅណាមិនបានឡើយគឺនៅកាន់នៅជាប់នឹងដៃនៅវង្វេងនៅហ្នឹងហើយទី5នេះប្រសិនបើយើងមកមានកម្មពៀជាមួយមនុស្សនៅក្នុងក្រុងនគរអ្នកសច្ចាំងក៏អាចធ្វើឲ្យយើងនឹងដើរវង្វេងចូលទៅក្នុងនគរនោះបានដែររឿងនគរអ្នកសច្ចាំងនេះលោកគ្រូក៏មានអធិប្បាយនៅក្នុងคลิปមុនហើយ
នៅពេលដែលមានអ្នកក្រុមគ្រួសាររបស់អ្នកដែលរស់នៅតាមតំបន់ព្រៃភ្នំបាត់សមាជិកជាច្រើនថ្ងៃអញ្ចឹងណាដែលគេគិតថាប្រហែលជាវង្វេងព្រៃឬក៏មានគ្រោះថ្នាក់ដោយប្រការណាមួយកើតឡើងចំពោះអ្នកដែលបាត់ខ្លួននៅក្នុងព្រៃនោះអញ្ចឹងក៏គេមានគ្រូដែលគេចេះខាងអន្តងចិត្តគេអន្តងហៅឲ្យមកផ្ទះវិញគេអញ្ជើញគ្រូនោះឲ្យសូត្រអន្តងចិត្តអ្នកដែលវង្វេងផ្លូវនឹងព្រៃហ្នឹងបាត់ច្រើនថ្ងៃហ្នឹងឲ្យមកវិលមកផ្ទះវិញហើយប្រសិនជាពេលខ្លះហ្នឹងអ្នកដែលទៅដើរព្រឹនដែលជាព្រានព្រៃហ្នឹងគាត់ស្លាប់អញ្ចឹងក៏វិញ្ញាណហ្នឹងមកដែរតែមកបញ្យល់សពឲ្យក្រុមគ្រួសារហ្នឹងបានឃើញថាគាត់ស្លាប់ហើយស្លាប់ដោយសារអីអញ្ចឹងណាអាហ្នឹងតាមជំនឿអ្នកដែលនៅតាមតំបន់ព្រៃភ្នំស្លាប់ដោយសារសត្វកាចសាហាវខាំអីអញ្ចឹងទៅហើយមួយវិញទៀតក្រុមគ្រួសារហ្នឹងគេយកឆ្នាំងបាយឆ្នាំងសម្លដែលធ្លាប់ហូបជុំគ្នាហ្នឹងណាគេយកមកស្រែកហៅឈ្មោះអ្នកដែលបាត់នោះហៅថាឈ្មោះកអញ្ចឹងអាកអូយឯងទៅណាស្រែកដាក់ក្នុងឆ្នាំងអញ្ចឹងណាអាកវាពងវែងផ្លូវនោះវាលឺគេហាគេអញ្ចឹងវាស្រែកឆ្លើយឆ្លងគ្នាអញ្ចឹងទៅហើយក៏រកគ្នាឃើញអាហ្នឹងក៏រកគ្នាឃើញគេស្រែកដាក់ទៅក្នុងឆ្នាំងហ្នឹងក៏ស្រែកបកក៏ហៅគ្នាឃើញដែរតែបើការវង្វេងផ្លូវដោយខ្មោចព្រៃឬក៏អ្នកតាម្ចាស់ព្រៃហ្នឹងគាត់ប្រកាន់អ្នកតាឬក៏ខ្មោចព្រៃនោះគេនឹងបំបាំងអ្នកនោះមិនឲ្យឃើញគ្នាទេជួនកាលនៅក្បែរគ្នាអ្នកដែលវង្វេងព្រៃនោះខំស្រែកតបជាមួយនឹងក្រុមគ្រួសារដែលកំពុងតែរកនោះតែស្រែកហៅគ្នាទៅវិញទៅមកអត់ឮអ្នកដែលវង្វេងនោះគាត់ឮគាត់ខំស្រែកតបទៅវិញតែអ្នកដែលដើររអត់ឃើញហើយអត់ឮសំឡេងគេស្រែកតបវិញទេអាហ្នឹងដូចជាខ្មោចអ្នកតាឬក៏ខ្មោចព្រៃហ្នឹងវាធ្វើមិនឲ្យឮធ្វើមិនឲ្យឃើញណាអាហ្នឹងយើងដើរចំកន្លែងគេយើងនិយាយខុសមាត់ខុសអីគេប្រកាន់ហើយតែដូចជានៅក្នុងភពមួយផ្សេងពីគ្នាអញ្ចឹងពេលហ្នឹងគឺមើលគ្នាមិនឃើញទេខ្មោចឬពួកអាមនុស្សហ្នឹងតែពួកអាមនុស្សហ្នឹងវាមើលគ្នាវាមើលឃើញយើងអញ្ចឹងវាដូចនៅក្នុងភពរបស់ពួកអាមនុស្សអញ្ចឹងវាមើលឃើញយើងតែយើងមើលអត់ឃើញវាទេវាចង់និយាយជាមួយយើងតែយើងអត់ឮអញ្ចឹងដោយសារយើងនៅភពផ្សេងគ្នានៅក្នុងទ្វីបជាមួយគ្នាទ្វីបលោកទ្វីបមនុស្សលោកយើងហ្នឹងលោកគ្រូមានការពិបាកអធិប្បាយក្នុងរឿងនេះណាដើម្បីឲ្យកូនចៅយល់តលតែអ្នកដែលធ្លាប់ឆ្លងកាត់ផ្ទាល់មិនដឹងគេហៅថាខ្មោចលាក់ឬអ្នកតាលាក់អីចឹងណាព្រៃបាំងអីចឹងទៅរកមិនឃើញតែពិតឃើញគ្នាទៅវិញទៅមកអ្នកដែលបាត់ហ្នឹងគេឃើញយើងតែយើងមិនអាចឃើញអ្នកនោះយើងស្រែកទៅវាលឺអ្នកដែលវែងហ្នឹងវាលឺតែវាឆ្លែកតបវិញយើងនេះអត់លឺនេះអាហ្នឹងអញ្ចឹងណាលោកគ្រូមានការពិបាកក្នុងការបញ្យល់ណាស់រឿងនេះកូនចៅគួរស្វែងយល់ខ្លះហើយព្រះគាថាព្រះចៅស៊ីភុកឬក៏ព្រះគាថាព្រះពុទ្ធទាំង16ព្រះអង្គហ្នឹងណាគឺអ្នកមៈអ្នកអណោកអ្នកកកអណោអអ្នកអកអង្ឧមិអមិមហេសុតាំងសុអ្នកពុទ្ធាំងអសុអ្នកអនៅក្នុងគម្ពីរខ្លះហ្នឹងគេសូត្រថាសុអអ្នកអអញ្ចឹងណាតែយើងសូត្រយកមួយណាក៏បានដែរដែលឲ្យស្ទាត់ជំនាញឲ្យសូត្រឲ្យកើតជាសមាធិចិត្តទៅប្រើការបានហើយគរិយាថានេះលោកចាត់ជាធម្មរាជាស្ដេចនៃវិគ្រាថាទាំងពួងនេះបើសិនជាមានការឧបទេសក្នុងការប្រើប្រាស់ហ្នឹងច្រើនណាស់តែនៅក្នុងទីនេះលោកគ្រូអធិប្បាយត្រួសទេมันបានរៀបរាប់ឲ្យអស់សេចក្តីទេអញ្ចឹងកូនចៅដឹងហើយថាធម្មរាជាស្ដេចនៃវិគ្រាថាទាំងពួងអញ្ចឹងលោកគ្រូមិនចាំបាច់អធិប្បាយវែងឆ្ងាយទេពាក្យថាជាស្ដេចនៃវិគ្រាថាទាំងពួងណាចាត់ជាធំជាងគេក្នុងវិគ្រាថាទាំងអស់មិនថាវង្វេងព្រៃដោយប្រការណាក៏ដោយលោកឲ្យសូត្រដាក់ស្នេហ៍អ្នកតាសូត្រដាក់ស្នេហ៍អ្នកតាបល័យហ្នឹងក៏លោកគ្រូធ្លាប់បានប្រាប់ពីក្នុងមុនមកហើយណាคลิปមុនណាហើយក៏យើងសូត្រអញ្ជើញទេវតាអញ្ចឹងណាហ្នឹងពេលដែលយើងវង្វេងក្នុងព្រៃណា
ឲ្យសូត្រដាក់ស្នេហ៍អ្នកតានឹងហើយក៏សូត្រសកេកាមេចរូបេគិរិស៊ីការតដេគឺអញ្ជើញពពួកអស់ទេវតានៅក្នុងរុក្ខទេវតាភូមិទេវតាអីហ្នឹងយើងសូត្រហៅវាមកជុំយើងហើយវាត្រូវស្នេហ៍របស់យើងហើយពេលនោះក៏យើងចាប់ផ្ដើមសូត្របគាថាបច្ចៅសិភុកហ្នឹងបច្ចៅទាំង16ឬក៏ពុទ្ធទាំង16ហ្នឹងណាដូចលោកគ្រូបានសូត្រប្រាប់មិញហ្នឹងណាយើងសូត្របគាថាហ្នឹងទៅឲ្យចេញដើរមករកផ្លូវមកចេញដើរមកដឹងរកផ្លូវមកឃើញវិញហើយពួកទេវតាពួកវិញ្ញាណមនុស្សនៅក្នុងតំបន់នោះគឺគេលែងប្រកាន់យើងហើយគឺគេអូសទាញនាំយើងឲ្យមករកផ្លូវត្រូវឲ្យមករកផ្លូវឃើញវិញហើយអាហ្នឹងគឺក្នុងបគាថាហ្នឹងលោកគ្រូអធិប្បាយថាបានពីរហ្នឹងទេទី1គឺសេកនឹងបញ្ចុះនៅស្លឹកពណ៌ក្អែកវង្វេងហើយនឹងវាថាវែងផ្លូវមិញហ្នឹងយើងសូត្រពេលដែលយើងវែងផ្លូវហើយយើងបរិកម្មយើងសូត្រចឹងទៅដើរមករកផ្លូវឃើញវិញហងហើយមួយទៀតប្រសិនបើមានយន្តស្នាមគំនូបាតដៃបាតជើងមេដាបៃតាដែលជាអ្នកមានគុណរបស់យើងនឹងដាក់ជាប់នៅនឹងខ្លួនការពារអស់រាល់ឧបសគ្គឧបទ្រពចង្រៃទាំងពួងបើវង្វេងផ្លូវឲ្យយកស្នាមបាតដៃស្នាមបាតជើងនោះមកអធិដ្ឋានដើរនឹងដើរចេញមកបានវិញហងអញ្ចឹងថ្ងៃនេះក៏លោកគ្រូមានតែប៉ុណ្្នឹងទេក៏អធិប្បាយបែបត្រួសទេប្រគាថានេះមានឧបទេសនឹងប្រើច្រើនណាស់តែលោកគ្រូមិនបានអធិប្បាយឲ្យអស់ទេសំខាន់កូនចៅរៀនចេះចាំឲ្យអស់សិនហើយឧបទេសតាមអធិប្បាយតាមដែលកូនចៅចូលខមមិនសួរអញ្ចឹងណាដើរវង្វេងព្រៃអញ្ចឹងតើមានគាថាសូត្រកុំឲ្យវង្វេងព្រៃអត់អីអញ្ចឹងណាក៏លោកគ្រូអធិប្បាយតាមនោះទៅមូលហេតុអីខ្លះដែលធ្វើឲ្យយើងវែងផ្លូវនឹងដោយលោកគ្រូអធិប្បាយត្រួសមកអញ្ចឹងវាមានដូចថាទី1មកយើងមិនស្គាល់ផ្លូវមិនស្គាល់ទិសតំបន់ហើយយើងដើរទៅវាវង្វេងហើយទី2គឺខុសមាត់ខុសកជាមួយខ្មោចព្រៃឬក៏ម្ចាស់តំបន់ព្រៃភ្នំនោះដូចជាអ្នកតាអញ្ចឹងខ្មោចឬក៏អាមនុស្សដែលនៅម្ដុំនោះវាប្រកាន់អញ្ចឹងណាហើយទី3ហ្នឹងគឺដើរចំចូលព្រៃដែលគេពាត់គេចងព្រៃអាហ្នឹងតើយើងចេះបល័យសូត្របើកព្រៃវិញធ្វើតាមដោយលោកគ្រូរៀបរាប់ហ្នឹងក៏អាចចេញមកវិញបានដែរណាហើយទី4ហ្នឹងគឺដើរតាក់វัวក្អែកវង្វេងដើរតាក់វัวក្អែកវង្វេងហ្នឹងក៏អាចធ្វើឲ្យយើងវង្វេងផ្លូវបានដែរហើយទី5ប្រសិនបើយើងធ្លាប់មាននិស្ស័យឬក៏មានកម្មជាមួយអ្នកដែលនៅក្នុងនគរអ្នកសច្ចាំងហ្នឹងក៏អាចដើរវង្វេងចូលក្នុងនគរអ្នកសច្ចាំងនោះបានដែរអញ្ចឹងមូលហេតុនៃការដែលយើងធ្វើឲ្យយើងវង្វេងហ្នឹងវាមានច្រើនណាស់តែលោកគ្រូរៀបរាប់បានតែ5ចំណុចនេះទេលោកគ្រូក៏មិនមានចំណេះដឹងអ្វីណាដែរគ្រាន់តែធ្លាប់បានសិក្សាតិចតួចហើយក៏យកមកវែកញែកអធិប្បាយចែកជូនកូនចៅដែលលោកគ្រូធ្លាប់បានដើរធ្លាប់បានប្រើធ្លាប់បានសិក្សាអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេហើយក៏សូមឲ្យកូនចៅទាំងអស់មានសេចក្តីសុខហើយធ្វើអ្វីធ្វើឲ្យពិតប្រាកដឲ្យច្បាស់លាស់កុំធ្វើបែបលេងហ្នឹងណាយើងធ្វើឲ្យប្រកបទៅក៏វាបានអ្វីដែលជាក់លាក់ពិតប្រាកដដែរតែបើយើងធ្វើបែបលេងអាហ្នឹងក៏បានបែបលេងដែរអញ្ចឹងសូមកូនចៅធ្វើអ្វីឲ្យមានការតាំងចិត្តធ្វើដោយចិត្តធ្វើចេញពីចិត្តអាហ្នឹងទៅវាបានផលថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេហើយកូនចៅដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ផងហើយក៏សូមឲ្យសុខសប្បាយទាំងអស់គ្នាណាកូនចៅរស់នៅក្នុងសភាពស្ងប់ស្ងាត់